អ្នកនរគ្នាបើសិនជាឃើញរបស់ដីនេះកុំទិញឲ្យបងប្អូនរបស់អ្នកនរគ្នាឬមួយក៏កូនរបស់អ្នកនរគ្នាសោះដោយសារតែមានក្មេងពីរនាក់ហ្នឹងគឺគាត់បានបាត់បង់ជីវិតហើយមួយទៀតហ្នឹងគឺរងរបួសធ្ងន់ធ្ងរខ្លាំងមែនតើប៉ុន្តែឈប់សិនអ្នកនរគ្នាណាខ្ញុំជឿជាក់ថារបស់លេងនេះគឺលេងមានទៀតហើយអ្នកនរគ្នាណាហើយបើសិនជាមានឬមួយក៏ផលិតឡើងវិញហ្នឹងគឺមានសុវត្ថិភាពជាងមុនទៀតអត់អាចដល់ថ្នាក់ថាបាត់បង់ជីវិតឬមួយក៏រងរបួសទៀតទេអញ្ចឹងរឿងនេះអ្នកនរគ្នាណាគឺបានកើតឡើងតាំងពីឆ្នាំ1999មកម្ល៉េះទៅលើ brand មួយដ៏ល្បីហ្នឹងគឺ Burger King ហ្នឹងហើយ Burger King កាលជំនាន់មុនហ្នឹងគឺគាត់ជា pack មួយក្នុងការ promotion រឿង Pokemon ថ្មីហ្នឹងមានឈ្មោះថា Pokemon The First Movie ហើយ Burger King ហ្នឹងគឺគាត់បានបង្កើតជា set burger មួយហ្នឹងដែលក្នុងហ្នឹងក៏មានរបស់លេងនេះមួយដែររបស់លេងហ្នឹងគឺគាត់មានបាល់មូមួយហ្នឹងហើយនៅខាងក្នុងហ្នឹងគឺមានរូបតុក្កតាអីច្រើនមែនតើដែលជា character នៅក្នុងរឿង Pokemon ហ្នឹងឯងនិយាយទៅដូចបលាញ់បុកឥឡូវហ្នឹងអញ្ចឹងអ្នកនរគ្នាដែលនៅក្នុងបាល់មូហ្នឹងគឺយើងអត់ដឹងថាយើងបានអីគេទេនិយាយទៅតាមសំណាងយើងអញ្ចឹងណាគ្នាគ្រាន់តែលឺអញ្ចឹងហើយប្រហែលជាគិតថាមកមានអីជាបញ្ហាមានអីគ្រោះថ្នាក់ផងប៉ុន្តែអីដែលគ្រោះថ្នាក់នោះគឺអាបាល់មូនេះនឹងឯងបាល់មូនេះគឺវាអត់ធំប្រហែលទេក៏តែវាទូចល្មមសម្រាប់ cover ចំោះជាមួយនឹងមាត់របស់ក្មេងៗនឹងឯងជាធម្មតាអ្នកនរគ្នាក្មេងៗគឺគាត់ល្ពឹសគឺគាត់រកអីប្លែកៗសម្រាប់លេងនឹងឯងអញ្ចឹងតើមានណាក្មេងៗហ្នឹងគឺគាត់បានយកគម្របបាល់ហ្នឹងទៅដាក់នៅមាត់ហើយជាមួយនឹងចំោះរបស់គាត់នឹងចែកពេលដែលក្មេងៗគឺគាត់បានដាក់បាល់ហ្នឹងនៅកន្លែងមាត់ហើយជាមួយនឹងរបស់គាត់ហ្នឹងណាគឺតែអាគម្របបាល់ហ្នឹងគឺវាមានបញ្ហាមួយពេលណាដែលកូនក្មេងគឺគាត់បានដាក់អញ្ចឹងហើយតែក្មេងៗគឺគាត់កាន់តែដកដង្ហើមគម្របបាល់ហ្នឹងគឺកាន់តែជាប់ជាមួយនឹងចំោះរបស់គាត់ជាមួយនឹងមាត់របស់គាត់នឹងឯងនិយាយទៅគឺដូចម៉ាស៊ីនបូមធូលីអីអញ្ចឹងអ្នកនរគ្នាពេលដែលក្មេងគឺគាត់តែងតែដកដង្ហើមគឺអាបាល់ហ្នឹងគឺវាកាន់តែជាប់នៅមួយកន្លែងនឹងហ្មងអត់អាចដកចេញបានទេអញ្ចឹងអ្នកនរគ្នានៅថ្ងៃទី11ខែធ្នូឆ្នាំ1999នឹងគឺមានក្មេងស្រីអាយុ13ខែម្នាក់នៅឯរដ្ឋ California នឹងគឺគាត់បានបាត់បង់ជីវិតដោយសារតែការថប់ដង្ហើមនឹងឯងមូលហេតុដោយសារតែគាត់នឹងបានលេងអាបាល់នឹងឯងអ្នកនរគ្នាដាក់នឹងមាត់នឹងគឺធ្វើឲ្យថប់ដង្ហើមនឹងឯងដោយសារតែរឿងនេះនឹងឯងគឺទៅធ្វើឲ្យភ្ញាក់ផ្អើលហើយទៅម្ដាយទាំងអស់គ្នានឹងគឺគាត់ដឹងថារបស់លេងនេះគឺមានគ្រោះថ្នាក់សម្រាប់កូនរបស់គេនឹងឯងចឹងហើយបន្ទាប់ពីការពិភាក្សាពី Burger King ជាមួយនឹងរាជរដ្ឋាភិបាលនោះហើយនៅថ្ងៃទី15ខែធ្នូឆ្នាំ1999 CPSC នឹងគឺគាត់បានទាមទារឲ្យ Burger King នឹងគឺគាត់បានប្រមូលយកបាល់នឹងមកវិញហើយឈប់បន្តការចែកចាយទៀតក៏ប៉ុន្តែ Burger King នឹងគឺគាត់អត់បានប្រមូលយកបាល់នឹងមកវិញទេអ្នកនរគ្នាណាចឹងហើយមានណានៅក្នុងថ្ងៃទី23ខែធ្នូឆ្នាំ1999នឹងគឺមានក្មេងស្រីអាយុ18ខែម្នាក់គាត់បានរងរបួសដោយសារតែបាល់នឹងមួយទៀតហើយអ្នកនរគ្នាក៏ប៉ុន្តែជាសំណាងអីឪពុករបស់ក្មេងស្រីនឹងគឺគាត់បានដកចេញបានអញ្ចឹងអ្នកនរគ្នាអញ្ចឹងទៅវាគ្រាន់តែជារបួសតិចតួចទេអ្នកនរគ្នាណាអញ្ចឹងហើយដល់ថ្ងៃទី27ខែធ្នូនឹងគឺខាង Burger King នឹងគាត់ក៏បានព្រមព្រៀងដោយប្រមូលយកបាល់នឹងមកវិញអញ្ចឹងអ្នកនរគ្នាហើយការប្រមូលយកបាល់មកវិញនឹងគឺនៅគ្រប់ហាង Burger King ទាំងអស់អ្នកនរគ្នាពេលណាដែលបកគោលបាល់នឹងឲ្យទៅខាង Burger King នឹងបានដំឡូងបារាំងមួយហើយដោយសារតែប្រមូលយកបាល់នឹងមកវិញទើបធ្វើឲ្យ Burger King នេះគឺគាត់បានខាតលុយអស់ជាច្រើនមែនតើអ្នកនរគ្នាក៏ប៉ុន្តែទោះជាយ៉ាងណាក៏ Burger King គឺគាត់បានសម្រេចចិត្តក្នុងការប្រមូលយកបាល់នឹងមកវិញដែរអ្នកនរគ្នាដើម្បីជាសុវត្ថិភាពរបស់ក្មេងៗអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯណាអ្នកនរគ្នាណាចាំជួបគ្នាវីដេអូក្រោយបាយបាយអ្នកកុំភ្លេចជួយ follow Instagram ខ្ញុំមួយផងណាអ្នកនរគ្នា